Ok,សួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំបង្ហាញពីឆ្កែរបស់ខ្ញុំឥឡូវនេះនិយាយថាជូតហើយចឹងទៅគេសិតតែនៅលើកៅអីខ្លាចដើរទៅប្រឡាក់ហើយនេះកូនឆ្កែរបស់យើងឥឡូវគឺធំអីនិយាយទៅគេចាប់ផ្ដើមបើកភ្នែកឯមួយតែរៀងស្ដាយដែរដោយសារតែកូនច្រើនប៉ុន្តែរៀងស្លាប់ខ្លះដោយសារតែមេកូនទៅទី1ហើយគ្នាអត់សូវស្ពុតទឹកដោះហើយនេះយើងទិញទឹកដោះប៉ប៉ែមកម្សៅទឹកដោះប៉ប៉ែមកជំនួយបន្ថែមទៀតអូខេចឹងនេះកូននេះនិយាយទៅខាងនេះមានកូន5ខាងនោះមានកូន5និយាយទៅ balance ស្មើគ្នាល្អហ្មង5ស្មើគ្នានិយាយថាកូនគេគឺពណ៌ខ្មៅហើយពណ៌សហើយពណ៌ទឹកដោះគោនិយាយទៅកូននេះខ្ញុំអត់ដឹងទេនិយាយទៅឃើញឡើងកតលទឿហ្មងខ្ញុំមិនដំបងខ្ញុំអត់ដឹងថាខ្ញុំគិតថាវាកាត់ជាមួយនឹង corgi ឬក៏នេះណាព្រោះមេនេះគឺ chihuahua ជាមួយនឹង corgi ហើយកូនគេកាត់មកពណ៌មានតែខ្មៅទឹកដោះគោហើយនឹងស្រៀងពណ៌ត្នោតប៉ុន្តែដល់ពេលប៉ាខ្ញុំហើយអ្នកធ្វើការគាត់និយាយថាបែរបស់គេហ្នឹងគឺ golden ដល់ពេលអញ្ចឹងចង់ឆ្ងល់ទៀតថា golden និយាយទៅប្រាប់គេខ្លះគេមិនជឿទៀតហ្នឹងដោយសារថា golden ប៉ុណ្ណានៃហើយប្រភេទពួកនេះវិញគឺវាទឿមែនតើហើយនោះវាមានបច្ចេកទេសនិយាយទៅគេមានបច្ចេកទេសរបស់គេដោយសារតែខ្ញុំមាន2 golden សុទ្ធ1ហើយមួយទៀតវិញគឺ golden កាត់ជាមួយនឹងបាក់សេអញ្ចឹងទៅវាចេញពណ៌ខ្មៅអញ្ចឹងទៅកូនគេចេញមកអញ្ចឹងនេះគឺឪគេនិយាយថាពណ៌មើលទៅមិនដឹងថាតាមប៉ាត់ពណ៌ឪគេសោះនេះពណ៌ដូចគ្នាហ្មងនិយាយថានិយាយទៅឃើញអញ្ចឹងទេមុខ slot អញ្ចឹងទេប៉ុន្តែគេមានបច្ចេកទេសគេមានឲ្យឡើងប៉ុណ្ណានៃហើយគេនោះឡើងតតទេប៉ុន្តែអាចធ្វើបានអូខេអូខេចឹងសួស្តីបងចឹងថ្ងៃនេះយើងបង្ហាញពីកូនសត្វរបស់យើងនិយាយតែឥឡូវច្រើនមែនទែនដោយសារតែឥឡូវយើងមានច្រើនចឹងបងណាដែលចាប់អារម្មណ៍អាចឆាតតាក់ទងមកបានគឺឥឡូវនេះយើងមានកូននេះគឺជាកូនជីវ៉ាវ៉ាកាត់ខោគេហើយបន្ទាប់មកកាត់នេះដល់ពេលហើយបានម៉ាក់គេមកហ្នឹងហើយម៉ាក់របស់គេកាត់មួយ golden មកតង់ទៀតអញ្ចឹងនេះ3ពូជគឺជីវ៉ាវ៉ាខោគេហើយនឹង golden អញ្ចឹងបើសិនជាទូទៅបើសិនជាកាត់ក្រម៉ាក់គេគឺរៀងទឿប៉ុន្តែបើសិនជាកាត់ត្រឪគេរៀងធំហើយនឹងសម្មើបន្តិចប៉ុន្តែអត់ប៉ុន golden ទេពាក់កណ្ដាល golden នេះហើយយើងក៏មានជាកូន poodle ដែរកូន poodle មួយអាយុប្រហែលជានេះហើយ1ខែកន្លះអញ្ចឹងនេះកូន poodle មួយលពឹសមែនតើហើយដល់ប៉ុណ្ណាយើងមានតាំងពីនេះទៀតនេះកូនឆ្មាកាត់ផ្លូវទៀតពូជរងវិញអញ្ចឹងបងណាដែលចាប់អារម្មណ៍អាចឆាតមកបានអូខេលពឹសមែនតើពេញលេងហើយនេះអូខេឥឡូវនេះគឺ husky របស់យើងកើតកូនហើយគិតថាថ្ងៃ2ខែ12ប៉ុន្តែឥឡូវមកកើតថ្ងៃនេះគាត់ភ្ញាក់ឡើងនិយាយថាពេញត្រង់មកនេះមើលមុខគេចេញមកគឺកាត់ទៅរកឪគេនឹងតែម្ដងបាទសនៅខាងក្រៅអូយនិយាយពីថាមុខកូនគេស្អាតមែនតើនិយាយទៅតាំងពីដើមមកគឺមានបំណងថាអូយបានឃើញគេមាន husky គេមានកូនមានអារម្មណ៍ថាអូយបើចង់ចំ husky ហើយចង់មានកូនដូចគេដែរមានអារម្មណ៍ថាវាលយវានេះមែនតើតំណងមែនតើប៉ុន្តែឥឡូវនេះគឺជោគជ័យគឺយើងមាន husky ហើយយើងមានកូនខ្លួនឯងមើលមុខគេអូយនិយាយថាជាមួយទៅពេលគេយ៉ាងជតុងតិចមុខឡើងមុខឃ្លុញហ្មងលើអូយស្រឡាញ់កូនណាស់មើលមុខគេតែគាត់ថាកូនគេស្អាតមែនតែមុខចេញមកគឺឆ្កែតែម្ដងបាទអូខេនិយាយលេងអូខេឥឡូវគេស្រឡាញ់កូនគេមែនតើអរគុណ